សូមជូនរឿងក្របីសុភាពរៀបសារនៅក្នុងភូមិមួយចិត្តវាលស្រែមានក្របីធំមួយឈ្មោះដុំរៃវាមានកម្លាំងខ្លាំងណាស់ហើយមិនសូវចេះអត់ធ្មត់ជាមួយអ្នកដទៃទេសត្វតូចៗនៅក្នុងភូមិខ្លាចវាគ្រប់គ្នាពេលដែលព្រះអាទិត្យរះលើវាលស្រែដុំរៃតែងតែរុនសត្វតូចៗឲ្យចេញពីផ្លូវវាធ្វើបែបនេះព្រោះវាគិតថាខ្លាំងមានន័យថាល្អតែសត្វផ្សេងៗមានអារម្មណ៍សោកស្ដាយដែលវាជាសត្វដែលកាចបែបនេះហើយមុខសត្វតូចៗពោពេញដោយការភ័យខ្លាចនៅថ្ងៃមួយដុំរីដើរតែម្នាក់ឯងវាមិនស្គាល់ថាការមិនមានមិត្តគឺសោកស្ដាយប៉ុណ្ណាទេខ្យល់បានបក់រហែរហើយនៅវាលស្រែថ្ងៃមួយដុំរីបានដើររកអាហារដុំរីក៏បានជាប់ជើងក្នុងភក់វាព្យាយាមរើចេញយ៉ាងខ្លាំងប៉ុន្តែនៅតែមិនបានគាត់ចាប់ផ្ដើមហើយភក់ក៏បានលេចស្រោបយកវាបន្តិចម្ដងពេលនោះដុំរីស្រែកថាជួយខ្ញុំផងសំឡេងរបស់វាញ័រជាខ្លាំងហើយសំឡេងវាបន្លឺជាខ្លាំងពេញវាលស្រែសត្វតូចបានឮសំឡេងពួកគេចងចាំថានោះជាក្របីឈ្មោះថាដុំរៃហើយដុំរៃជាសត្វធ្លាប់ធ្វើអាក្រក់មកលើពួកវាតែពួកគេក៏មានចិត្តល្អដែរពួកគេបានគិតពិចារណាពេលនោះពួកគេក៏បានសម្រេចចិត្តជួយក្របីនោះព្រោះចិត្តល្អសំខាន់ជាងអតីតកាលពួកគេធ្វើការជាមួយគ្នាដើម្បីយកក្របីនោះចេញពីភក់បន្តិចម្ដងដុំរៃក៏ចេញពីភក់បានភក់រលាយចេញបាត់ទៅដុំរៃនិយាយខ្ញុំសុំទោសសត្វតូចៗទាំងអស់ខ្ញុំនឹងធ្វើជាក្របីល្អដូចគេដូចឯងដែរពេលនោះទឹកមុខសត្វទាំងអស់សប្បាយរីករាយជាខ្លាំងចាប់ពីថ្ងៃនោះមកដុំរៃក្លាយជាមិត្តល្អជាមួយសត្វដទៃហើយក្នុងភូមិពោពេញដោយស្នាមញញឹមព្រោះការធ្វើល្អដាក់គ្នាទៅវិញតែមកមានអំណាចធំជាងកម្លាំងហើយពេលនោះព្រះអាទិត្យក៏បានលិចយឺត